នេះខ្ញុំសុខុននេះគឺថ្ងៃទី5របស់ខ្ញុំហើយដែលខ្ញុំបានចូលរួមដំណើរកម្សាន្តជាមួយនឹងក្រុមហ៊ុនផលិតសតាមរយៈ Star Club នៅក្រុមហ៊ុនផលិតសហើយលើកនេះក៏ជាលើកទី4របស់ខ្ញុំដែរដែលខ្ញុំជាប់ Star Club ជាមួយនឹងក្រុមហ៊ុនផលិតសលើកទី1គឺខ្ញុំទៅទីក្រុងទូបៃទី2គឺទៅស៊ីដនីទី3ទៅកូរ៉េទី4មកហុកកាយដូតែម្ដងហើយហុកកាយដូនេះគឺជាប្រទេសមួយដែលជាស្ថិតនៅក្នុងផ្ទៃសម័យរបស់ខ្ញុំដែលខ្ញុំចង់មកអញ្ចឹងតាមរយៈក្រុមហ៊ុនខ្ញុំបានមកដោយបំណងហើយសម្រាប់ឆ្នាំអ្វីដែលខ្ញុំបានមកទីនេះគឺហុកកាយដូពិតជាកន្លែងមួយដែលល្អបំផុតហើយនៅក្នុងប្រទេសជប៉ុនណាសម្រាប់ដំណើរកម្សាន្តមកហុកកាយដូគឺថ្លៃបងប្អូនបើយើងគិតជាសម្បត្តិទាំងអស់គឺថ្លៃជាងគេទាំងអស់ចូលទៅ3000ជាងអញ្ចឹងណាទៅរត់ផ្សេងទៅកោះផ្សេងគឺថោកទេបើមកហុកកាយដូគឺថ្លៃហើយនៅទីនេះគឺសឹងថាល្អមែនទែនទាំងការរស់នៅទាំងការហូបចុកទាំងការធ្វើការងារការទំនាក់ទំនងអីគឺពិតជាល្អមែនទែនសម្រាប់ខ្ញុំដែលខ្ញុំឃើញមកប្រហែលថ្ងៃនេះគឺខ្ញុំទទួលបានបទពិសោធន៍ថ្មីខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាព្យាយាមដើម្បីទទួលបានឱកាសផងដែរហើយមួយទៀតបងប្អូនឆ្នាំ2023គឺជាឆ្នាំមួយដ៏ពិសេសផ្សាសម្រាប់ទីប្រឹក្សាទាំងអស់គ្នាដែលក្រុមហ៊ុនបានផ្ដល់ឱកាសឲ្យអញ្ចឹងសង្ឃឹមថាឆ្នាំ2023 Star Club ទៅសិង្ហបុរីបងប្អូននឹងចូលរួមឲ្យបានច្រើនហើយអ្វីដែលពិសេសជាងនោះទៀតចង់ឲ្យបងប្អូនយកមនុស្សជាទីស្រឡាញ់របស់បងប្អូនទៅដែរប្រពន្ធកូនបងប្អូនទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាចូលមកទីនេះអ្នកទាំងអស់គ្នាអាចនាំគ្រួសារអ្នកទាំងអស់គ្នាដើរលេងក្រៅប្រទេសបានដោយអត់អស់លុយអញ្ចឹងខ្ញុំសង្ឃឹមជឿជាក់ថាបងប្អូននឹងប្រឹងប្រែងព្រោះយើងនៅមានពេលវែងឆ្ងាយណាស់សម្រាប់ធ្វើការងារនឹងបន្តទៀតអញ្ចឹងសង្ឃឹមថាយើងជួបគ្នានៅសិង្ហបុរីទាំងអស់គ្នាបាយបាយ